ជីវិតគឺសាមញ្ញមែនទែនវាគ្រាន់តែត្រូវការនូវខ្យល់ដង្ហើមដើម្បីដកចេញចូលត្រូវការនូវអាហារ3ពេលដើម្បីទ្រទ្រង់សុខភាពនិងរាងកាយហើយនឹងត្រូវការនៅរយៈពេល8ម៉ោងដើម្បីសម្រាកគេងលក់ឲ្យបានស្ងប់ស្កល់ប៉ុន្តែការរស់នៅទៅវិញទេដែរវាមានភាពស្មុគស្មាញនៅពេលដែលយើងរស់នៅក្នុងសង្គមណាមួយឬក៏ទីកន្លែងណាមួយយើងត្រូវសម្របខ្លួនឬក៏គោរពច្បាប់គោរពប្រពៃណីទំនៀមទម្លាប់និងវប្បធម៌របស់សង្គមនោះឬក៏ទីកន្លែងមួយនោះហើយការរស់នៅក្នុងសង្គមនោះទៀតសោតវាមានការបែងចែកទៅតាមផ្នត់គំនិតនិងការយល់ឃើញរបស់មនុស្សម្នាក់ៗផ្សេងពីគ្នាទោះបីជាយើងព្យាយាមប្រើប្រាស់ឬក៏ធ្វើខ្លួនឲ្យសាមញ្ញយ៉ាងណាក៏ដោយនៅពេលដែលយើងចេញទៅណាមកណាយើងត្រូវរៀបចំខ្លួនឲ្យមើលទៅវាសមរម្យនឹងហើយចូលចំណោមជាមួយនឹងគេធ្វើម៉េចកុំឲ្យមើលទៅវាប្លែកឆ្ងាយដាច់ពីគ្នាខ្លាំងពេកយើងមិនអាចចេះតែសម្ដែងធ្វើជាខ្លួនឯងបានគ្រប់កលៈទេសៈពេកទេពេលខ្លះយើងក៏ត្រូវសម្របខ្លួនទៅតាមឲ្យត្រូវជាមួយនឹងពេលវេលាទីកន្លែងដែលយើងស្ថិតនៅនិងបុគ្គលដែលយើងកំពុងតែប្រស្រ័យទាក់ទងជាមួយនឹងគ្រាន់តែអ្វីដែលយើងប្រកាន់ខ្ជាប់គឺធ្វើម៉េចរក្សានៅគុណតម្លៃរបស់ខ្លួនរបស់យើងទៅបានហើយព្រោះដោយសារតែការរស់នៅនេះវាទាមទារឲ្យយើងធ្វើនៅរឿងជាច្រើនដើម្បីធ្វើម៉េចរក្សាស្ថិរភាពនិងគុណតម្លៃជីវិតរបស់យើងម្នាក់ៗរៀងៗខ្លួនដូចនេះសង្ឃឹមថាពេលដែលយើងត្រឡប់ចូលមកផ្ទះវិញយើងអាចប្រើប្រាស់នៅជីវិតសាមញ្ញដោយគ្រាន់តែត្រូវការអាហារដើម្បីចម្អែតក្រពះកុំឲ្យវាឃ្លានត្រូវការនៅខ្យល់ដកដង្ហើមចេញចូលដើម្បីបន្តជីវិតនិងត្រូវការទីកន្លែងមួយសម្រាប់សម្រាកដើម្បីបំពេញកម្លាំងគេងលក់បានស្កប់ស្កល់តែប៉ុណ្្នឹងសង្ឃឹមថាវីដេអូនេះជាប្រយោជន៍ខ្លះៗសម្រាប់អ្នកទាំងអស់គ្នាបើពេញចិត្តសូមជួយ like page ថ្មីឈ្មោះថាមុទិតាមួយផងបាទអរគុណ